nhóm anh thì vậy bàn thà đi má có miền ca tròn chạm cả bạc cột nam mùi này sầm bẹp chip trên nhà bắt đều đào rọp rồi đó nữa mà vậy trong tới bạc cột ná cả đôi đấy rồi thà nhóm đại vậy đại nhóm bạc cột tới nghe cả bãi là mày đây SEA Games đấy bởi vì chỉ mày đây đồng nang ở chiếnក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWEL ស្ករគ្រាប់សម្ដករាង Slimmy សាប៊ូអនាម័យមី18ខ្សែក្រវ៉ាត់6គ្រឿងរបូត1សល់5បាទដែល King Dima បានប្រកួតប្រជែងនៅលើសង្វៀនយ៉ាងអង់អាចក្លាហានអានេះខ្ញុំអត់ទាន់បោកមេដៃមាសប្រចាំប្រទេសកម្ពុជាក្នុងនាមជាកីឡាករជម្រើសជាតិតំណាង SEA Games ផងអញ្ចឹងឥឡូវខ្ញុំសរុបមកវិញក្នុងការជជែកគ្នាជាមួយ Dima រំលឹកនៅអនុស្សាវរីយ៍ទាំងហ្នឹងបាទនេះមកក្នុងចំណោមខ្សែក្រវ៉ាត់5 6បូកនឹងមេដៃមាស SEA Games មួយមេដៃបានមុនខ្សែក្រវ៉ាត់នឹងទាំងអស់ឬក៏មានខ្សែក្រវ៉ាត់ណាមុនមានខ្សែក្រវ៉ាត់មួយមុនខ្សែក្រវ៉ាត់63បងគីឡូប្រហែល63គីឡូ63ជឿនេះមកវាយ63ឡើងចង់10ឆ្នាំជាងនោះ63បាទដល់ពេលមកក្រោយសល់60មើលរំលឹកតិចមើលកាលនោះប៉ះជាមួយអ្នកណាអីខ្លះបានឆ្លងកាត់មកដល់បានខ្សែក្រវ៉ាត់ខ្សែក្រវ៉ាត់ដំបងវាយ4នាក់បងខ្មែរ2ហើយបរទេស2មានអេស្ប៉ាញនិងជប៉ុនអូបាទហើយខ្មែរមានខ្ញុំនិងបងសមត្ថភាពតែកកបាទពេលហ្នឹងខ្ញុំប្រកួតឈ្នះអេស្ប៉ាញហើយជប៉ុនឈ្នះអង្គភាពដល់ពេលចុងក្រោយប៉ះជប៉ុនពិបាកដែរបាទនិយាយទៅពេលហ្នឹងបើយើងនិយាយទៅគេគីឡូ65ហើយគេសម្រក់មកពួកកុងត្រាយើងវាយ60ប៉ុន្តែបរទេសមកគេសម្រក់ត្រឹម63គេថាគេអត់សម្រក់ទេបើយើងគេវាយ63វិញដល់ពេលយើង60ដល់ពេលគេនិយាយអញ្ចឹងគេថាគេខ្លាចខូចកម្មវិធីមានឲ្យយើងទៅឡើងដល់ពេលអញ្ចឹងយើងទៅវាដូចយើងបងដឹងហើយ1គីឡូមិនតិចទេពេលយើងទៅយើងចាញ់កម្លាំងគេខ្លាំងបាទហ្នឹងមុនខ្សែក្រវ៉ាត់មុនគេអានោះពេលហ្នឹងបានបាទខ្សែក្រវ៉ាត់ទី1អញ្ចឹងពេលហ្នឹងមិនខុសគីឡូគ្នាឡើង2 3គីឡូខុសទៅវិញហ្មងដល់មកពូដែរហើយពិបាកជប៉ុនបើជាមួយអេស្ប៉ាញកម្លាំងយើងពេញជុំទី1និយាយថាវាមិនជាពិបាកទេតែដល់ពេលជប៉ុនគេមកគេធ្ងន់អាចនិយាយថាយើងទៅស្រាលវាយគេអត់ឈឺប៉ុន្តែគេមកវិញវាធ្ងន់បាទអញ្ចឹងមកនេះមួយថ្ងៃហ្នឹងវាយយកខ្សែក្រវ៉ាត់បាទមួយថ្ងៃអានោះដូចម៉ារ៉ាតុងទេណាបាទហ្នឹងក៏មួយគ្រឿងទី1ទៅចូលដល់មេដៃមាសនៅវគ្គមេដៃមាសនៅដូចជាម៉ាផ្លេចទេបងផ្លេចទេឥឡូវយើងខ្សែក្រវ៉ាត់អស់សិនបាទឥឡូវយើងខ្សែក្រវ៉ាត់អស់សិនដល់ខ្សែក្រវ៉ាត់គ្រឿងទី2នៅតកនេះអាស៊ីគ្នាខ្សែក្រវ៉ាត់គេចាំបានទេកម្ពុជាអូខេកាលហ្នឹងលេងច្រើនខែឬក៏លេងមួយថ្ងៃហើយខែបងបែកពីណាគេខ្លាំងដឹងថាចុងក្រោយដុំកាដានឹងចចកំពង់ជីមានថៃដូចជាមានថៃ4ខ្មែរ4មិនដឹងទេតែពេលហ្នឹងយើងវាយជំរុះវាយសំបន្ទុកបាទហើយចុងក្រោយឈ្នះណាគេចុងក្រោយដុំកាដាវាយឈ្នះមិនទៅឈ្នះពងឈ្នះដូចជាចុងខ្សែក្រវ៉ាត់ហ្នឹងអត់មានណា15ទៅទេបងពេញឡើងហ្មងច្រើនវាខ្មៅចុងដុំកៅដានេះកំពង់ចាមបាទកំពង់ចាមដុំកៅដាគាត់ធ្ងន់ណាគាត់វាយចេញម្ដង2 មេគាត់ក្រុមលើចេញស្របក្រុមលើអញ្ចឹងបើយើងទៅទប់ជាប់បាទគាត់បែកដូចជាទឹក1ទឹក2បែកពីឈប់តែម្ដងគ្រឿងទី2គ្រឿងទី3នៅ CNC កោជុលបាទខ្ញុំដូចជាអ្នកថាអធិប្បាយដែរខ្ញុំដឹងទេនេះទៅច្រើនហ្នឹងបងពេលហ្នឹងនិយាយទៅខ្ញុំមានបញ្ហាស្រាំមេដៃពេលជុំវគ្គខ្វែងវគ្គពាក់កណ្ដាលប្រាច់ព្រាត់បាទនេះស្នាមវគ្គស្នាមវគ្គមេដៃនេះណាបាទវគ្គប្រាច់ព្រាត់តាំងចិត្តថាវាយប៉ុណ្ណាយកប៉ុណ្ណឹងបើដល់ពេលហើយណោះបាទកាលនោះដូចវាយក្បាលគេបាទវាយក្បាលកីឡាករណាវាយក្រែកទៅចឹងបាទផ្លេចដែរបងបើមិនខ្មែរទេថៃពេលហ្នឹងទឹកទី5ហីដល់សល់តែដូចជា30វិទៀតចប់ទឹកទី5ដល់ពេលយើងខែទៅចំមេដៃដូចរបូតហ្នឹងទេខ្ញុំមានអារម្មណ៍ថាដូចខ្មែរយើងទេកាលនោះមិនសេចកម្រួនទេឬខ្ញុំច្រឡំមែនទេបងវគ្គប្រាច់ព្រាត់មួយឆៃសារាវគ្គប្រាច់ព្រាត់បាទតែវគ្គ4ដូចជាដុំខាដាដែរមិនដឹងហើយដល់ពេលហើយក៏ឈ្នះឆៃសារាទៅឈ្នះហ្នឹងយើងវាយតាំងឈឺអូយមានអារម្មណ៍ឈឺប៉ុណ្ណាទៅលោកអើយដៃតែឡែមកបាយប្រាប់ទៅយើងអត់ហ៊ានប្រើដៃទេប្រាំហ្មងមើលវីដេអូហ្នឹងហើយបាន
ហើយខ្ញុំអ្នកថាអធិប្បាយទៀត បាទ ខ្ញុំភ្លេចជើងដែរទៅនៅប្រហែលពាន់ប្រកួតដែរចឹងបាទហើយឈ្នះ អ្នកបន្ទុក អ្នកបន្ទុកឆៃសារ៉ាប៉ុន្តែអត់មានថាមានការប្រទាញបន្ទង់គ្នាអត់មិនអស់ចិត្តមិនអស់ថ្លើមទេដូចថាអ្នកដឹងឈ្នះតែមក ឈ្នះគាត់ថាមានអ្នកខ្លះគាត់ថាដូចជាតិចដែរវាមិនពួកកីឡាក៏គាត់ដឹងខ្លួនក៏គាត់ដឹងតែគាត់ចាញ់ពួកយើងអ្នកវាយក៏យើងដឹង ចឹងក៏បានគ្រឿងទី3បាទអូខេគ្រឿងទី4 ទី4នៅប្រាំង នៅបារាំងអូកាលនោះទៅបារាំងទៅមួយគេ 2019ទៅមួយមឿនសភាក្លាវចន្ទ្រាហើយនឹងមហុចមកទៅហុច បាទបានទៅដល់មួយអ្នកបានខ្សែបាត់មកវិញ ខ្សែក្បាត់តែខ្ញុំមួយ បារាំងពិបាកបាយ មិនជាពិបាកទេគាត់ថាបើសម្រាប់គេខ្ញុំមិនដឹងទេបើថាសម្រាប់ខ្លួនឯងយើងមានពិបាកអាកាសធាតុ ហ្នឹង ព្រោះខ្ញុំទៅដូចជាមួយអាទិត្យមុនប្រកួតតែគាត់ថាពេលយើងសម្រាប់វាអត់សូវបានទេ ទៅដូចបូរ៉ាអីហ្នឹងវាសម្រាប់បាននេះគាត់ទៅ កាលខ្ញុំទៅវាដូចជាអត់សូវត្រជាក់ផងប៉ុន្តែយើងវាសម្រាប់ទៅបានវាដូចទទួលយកអត់តបាន ហើយអាគេដេកចាំវាយក៏គេកម្លាំងដែរណា បាទកម្លាំងទេ បាទប៉ុន្តែពេលនោះវាយគេមិនវាយឈ្នះបន្ទុកអី ឈ្នះបន្ទុកនិយាយទៅវាយគេដូចគេមិនឈឺហ្មងហើយណាមួយយើងពាក់អាប្រាប់ការពារកាយតែបើសិនជាកុំពាក់អត់ដល់ប្រាប់ទឹក ដល់5ទឹកទេពួកយើងឃើញប្រឡោះលោទេ បាទព្រោះត្រូវដែរត្រូវទាញតែគេមកដូចអត់ធម្មតា តែបើសិនជាយើងអត់ពាក់អានោះចូលផ្លែវាអាចបែកមែនណាបាទអញ្ចឹងអានោះ2019នោះខ្សែក្បាត់ទី4 បាទ ទី5 ទី5នៅទៅតក បាទកាលនោះឈ្នះមកប្រកួតទេ មកប្រកួតទេខ្សែក្បាត់ក្រោយ ដូចប៉ះថៃ ជនជាតិអឺរ៉ុបរុស្ស៊ីឬក៏អីគេទៅហ្នឹងគាត់ខ្ពស់ដែរ បាទហើយក៏ឈ្នះទៅ ឈ្នះ ប៉ុន្តែឈ្នះទី6ឈ្នះ មរតកក្បាច់